ជីវិតនៅលើវិថីហាត់ប្រាណបាទហាត់ប្រាណរហូតបាទចង់50ឆ្នាំហើយនេះហាត់ប្រាណនេះក្មេងធ្វើស្រែឡើងខ្នោតខ្វៀលគោខ្វៀលក្របីបាទដល់ពេលមានប្រពន្ធប្តីហាត់ប្រាណរកស៊ីធ្វើការងារទៅតាមរបបរបស់យើងបាទបងប្អូនកុំចោលការហាត់ប្រាណបាទយើងរស់នៅបានដើម្បីរក្សាគុណភាពជីវិតត្រូវរក្សាគុណភាពសុខភាពគុណភាពហិរញ្ញវត្ថុបាទលុយហ្នឹងបាទលុយហ្នឹងយើងរកមកដើម្បីចាយសន្សំទុកបាទហើយយើងរៀបចំផែនការជីវិតយើងតែពីរហ្នឹងទៅបានហើយបាទទី1ផែនការលុយទី1ផែនការសុខភាពទី2ផែនការលុយបាទបើមានលុយមានការទិញបាននៅសម្ភារៈអីតាមហ្នឹងទៅបាទអញ្ចឹងយើងកុំចោលការហាត់ប្រាណហូបដើម្បីសុខភាពបាទថ្ងៃគិតតែសុខភាពជាងគេបាទគិតសុខភាពជាងគេបាទលុយកាក់គិតទី2ទេគិតក្រោយទេបាទសំខាន់យើងមានសុខភាពយើងអាចរស់បានតែបើសិនជាយើងអត់លុយទេបាទក៏យើងអាចរស់បានដែរឲ្យតែមានសុខភាពល្អទៅវិញបាទបើអត់សុខភាពទេមានលុយវ៉លៀនក៏ដោយក៏អាចព្យាបាលបានដែរវាអញ្ចឹងជំងឺខ្លះវាយើងត្រូវការពារជាមុនអញ្ចឹងបាទមិនមែនថាលុយមិនសំខាន់ទេលុយសំខាន់ទី2តែវាសុខភាពល្អលេខ1ចេះណាបាទប៉ុណ្ណឹងឯងបាទជីវិតមានតែប៉ុណ្ណឹងឯង